យន្តហោះ AT6 Wolverine គឺជាប្រភេទយន្តហោះចម្បាំងវាយប្រហារទន់ស្រាលនិងឆ្លូបយកការប្រើប្រាស់ម៉ាស៊ីនស្លាបចក្រ Turboprop វាត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើគ្រោងទម្រង់នៃយន្តហោះ Workburn T6 Texan 2ដើម្បីបំពេញបេសកកម្មវាយប្រហារកម្រិតស្រាលគាំទ្រកងទ័ពជើងគោកនិងប្រឆាំងក្រុមអូទៀមលក្ខណៈបច្ចេកទេសសំខាន់ៗរបស់យន្តហោះ AT6 Wolverine ម៉ាស៊ីនប្រើប្រាស់ម៉ាស៊ីនស្លាបចក្រ Pratt & Whitney PT6A68D ដែលមានកម្លាំងខ្លាំងរហូតដល់ 1600 សេសល្បឿននិងរយៈកម្ពស់មានល្បឿនអតិបរមាប្រហែល 585 គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចហោះហើរបានក្នុងរយៈកម្ពស់ខ្ពស់បំផុតរហូតដល់ 9400 ម៉ែត្រមានកៅអីចំនួន2សម្រាប់ Pilot និងអ្នកបញ្ជាប្រព័ន្ធអាវុធអង្គុយតម្រៀបជួរមុខទៅក្រោយបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាបញ្ជាបេសកកម្មកម្រិតខ្ពស់ដូចទៅនឹងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ A10C Thunderbolt 2និងដៃចង្កូតបញ្ជាដោយយន្តហោះចម្បាំង F16 ដែរយន្តហោះនេះមានចំណុចព្យួរអាវុធចំនួន7កន្លែងដែលអាចផ្ទុកនិងបាញ់បានដូចជាគ្រាប់បែកណែនាំផ្លូវដោយកាំរស្មីឡាស៊ែឬប្រព័ន្ធ GPS រ៉ុកែតណែនាំផ្លូវកម្រិតត្រឹមត្រូវខ្ពស់មីស៊ីលប្រឆាំងរថក្រោះ AGM-114 Hellfire កាំភ្លើងធុនធ្ងន់50 កលប្រព័ន្ធ sensor និងកាមេរ៉ាឆ្លូបយកការ optic infrared នៅចំកណ្ដាលពោះយន្តហោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កងទ័ពភូមិន្ទថៃគឺជាអតិថិជនបរទេសដំបូងគេបង្អស់ដែលបានបញ្ជាទិញយន្តហោះប្រភេទនេះចំនួន8គ្រឿងក្នុងតម្លៃប្រមាណ$143 លានអាមេរិកដើម្បីយកមកប្រើប្រាស់ក្នុងបេសកកម្មការពារព្រំដែននិងប្រឆាំងការរត់ពន្ធនេះគឺជាព័ត៌មានក៏ដូចជាការលម្អិតអំពីយន្តហោះចម្បាំងធុនស្រាលគឺ AT6 Wolverine របស់សហរដ្ឋអាមេរិកប្រសិនបើកម្ពុជាចង់បានគឺល្អមែនទែនទាន់ក្នុងឱកាសអាមេរិកបើកដៃឲ្យកម្ពុជាធ្វើការបញ្ជាទិញសព្វាវុធក៏ដូចជាគ្រឿងយុទ្ធោពករណ៍ផ្សេងៗពីប្រទេសអាមេរិកផ្ទាល់តែម្ដង